ចម្រើនពរញាតិញោមមើលនៅលើទួលដ៏ខ្ពស់មួយនេះដែលព្រះសង្ឃនិងពុទ្ធបរិស័ទកំពុងតែអង្គុយនេះជាទីកន្លែងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់យាងចុះពីឋានតាវតឹងប្រោះពុទ្ធមេត្តាកន្លែងនេះញាតិញោមទាំងអស់គ្នាក៏ស្គាល់ហើយថាជានគរសង្ឃស័កខ្លងទ្វារសង្ឃស័កដែលបន្ទាប់ពីព្រះសម្មាសម្ពុទ្ធព្រះអង្គគង់ចាំវស្សាអស់3ខែនៅទេវលោកមកគឺព្រះអង្គទ្រង់យាងចុះមកកាន់ទីខ្លងទ្វារនគរសង្ឃស័កនេះហើយមានរឿងអស្ចារ្យជាច្រើនណាស់នៅទីកន្លែងនេះមនុស្សម្នាមកជួបជុំគ្នាដើម្បីចាំទទួលការនិមន្តយាងពីទេវលោករបស់ព្រះសម្មាសម្ពុទ្ធ36យោជន៍ជុំវិញមនុស្សច្រើនមែនតើហើយព្រះអង្គយាងចុះមកទីកន្លែងនេះមិនមែនតែមួយអង្គណាញាតិញោមណាទីកន្លែងនេះជាអចលចេតដីជាទីកន្លែងដែលមិនប្រែប្រួលពុទ្ធ4អង្គបានចុះនៅខ្លងទ្វារនគរសង្ឃស័កនេះអស់4អង្គហើយក្នុងផតកັບយើងនេះអញ្ចឹងញាតិញោមទស្សនាមើលហើយក៏អាចដើម្បីថ្វាយបង្គំត្រេកអរអនុមោទនានៅបុណ្យកុសលគ្រប់សពបែបប្រការដែលព្រះសង្ឃក៏ដូចជាពុទ្ធបរិស័ទបានមកគោរពនមស្ការបូជានឹករលឹកដល់គុណូបការៈដ៏ធំធេងរបស់ព្រះសម្មាសម្ពុទ្ធបើនិយាយទៅគឺថាអស្ចារ្យណាស់ញាតិញោមទីកន្លែងដែលព្រះអង្គចុះនេះមនុស្សជាច្រើនពេលនឹងឯងគឺដែលយើងទាំងអស់គ្នាដឹងថាព្រះអង្គទ្រង់បើកលោកឲ្យមនុស្សឃើញទេវតាឃើញមនុស្សនរកប្រែតអីហ្នឹងគឺថាឃើញគ្នាពិតជាអស្ចារ្យច្រើនរឿងណាស់ញាតិញោមចង់ជាក់ច្បាស់អីយ៉ាងណាញាតិញោមសិក្សាស្រាវជ្រាវមើលនៅក្នុងធម្មបទក៏មានសម្ដែងនៅក្នុងពុទ្ធវគ្គព្រះអង្គសម្ដែងតាក់ទងនឹងយមកបរិហាពីសាវត្ថីមកមុននឹងព្រះអង្គយាងទៅចាំវស្សានៅឋានតាវតឹងណាហើយបន្ទាប់ពីព្រះអង្គសម្ដែងធម៌អស់3ខែមនុស្សនៅឋានទេវលោកព្រះអង្គយាងចុះមកដែនដីនគរសង្ឃស័កនេះហើយមនុស្សជាច្រើនណាកាលនៅសាវត្ថីហ្នឹងមនុស្សដែលទៅនឹងជុំវិញហ្នឹង32យោជន៍ហើយដល់ពេលមកទីកន្លែងដែលព្រះអង្គយាងចុះពីទេវលោកមកនេះគឺ36យោជន៍មនុស្សនៅជុំវិញហ្នឹងអនុមោទនា